គ្រួសាររបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នអនុទានឆាវរៈគុលជាម្ចាស់ភាគហ៊ុនធំអគារ Sino Thai Tower ដែលជាប់ពាក់ព័ន្ធនឹងឆបោកនិងការលាងលុយនៅវេលាម៉ោង 9:30 នាទីព្រឹកថ្ងៃទី 24 ខែតុលាមន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស DSI បានមកដល់អគារ Sino Thai Tower ក្នុងទីក្រុងបាងកកប្រទេសថៃដើម្បីសួរចម្លើយម្ចាស់ភាគហ៊ុនជនជាតិថៃ2នាក់របស់ក្រុមហ៊ុន Print International Co Ltd យោងតាមសារព័ត៌មានថៃខុសសុតចេញផ្សាយនៅថ្ងៃទី 24 ខែតុលាឆ្នាំ 2025 បានឲ្យដឹងថាករណីនេះបានតាក់ទាញការចាប់អារម្មណ៍ដោយសារតែអគារ Sino Thai Tower ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sino Thai Engineering and Construction Public Company Limited ដែលនាយករដ្ឋមន្ត្រីអនុទានឆាវរៈគុលធ្លាប់ធ្វើជានាយកប្រតិបត្តិនិងជាម្ចាស់ភាគហ៊ុនធំទោះបីជាគាត់បានលក់ភាគហ៊ុនទាំងអស់របស់គាត់នៅឆ្នាំ 2019 ក៏ដោយក៏គ្រួសាររបស់លោកអនុទានឆាវរៈគុលនៅតែជាម្ចាស់ភាគហ៊ុនធំដដែលការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា Print International អាចមានទំនាក់ទំនងជាមួយក្រុមហ៊ុន Print Holding Group ដែលស្ថាបនិកនិងជាប្រធានគឺលោក Chen Xi ជនជាតិអង់គ្លេសអាយុ 37 ឆ្នាំត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចោទប្រកាន់ពីបទក្លែងបន្លំនិងលាងលុយកខ្វក់នៅក្នុងករណីដ៏ល្បីមួយអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bray